menខ្ញុំយកសម្រាប់មកចោលទេណាបងប្អូនឃើញខ្ញុំកាន់ហ្នឹងបោះទៅខាងនោះហ្នឹងមិនមែនខ្ញុំអ្នកយកសម្រាប់មកចោលទេបាទខ្ញុំឃើញសម្រាប់នោះវានៅលើដងផ្លូវបាទសម្រាប់គេយកមកចោលឥឡូវខ្ញុំយកមកចោលចាបាទខ្ញុំយកមកចោលចានេះទៅសម្រាប់ហ្នឹងសម្រាប់បងប្អូនផ្សេងណានៅសម្រាប់មិនទេពូទៅណាហ្នឹងនេះមករកបែបការព្រៃដើម្បីក្រងស្វែងដល់ព្រះសម្មាសម្ពុទ្ធអាហ្នឹងគេហៅកាយគេហៅការៈការៈចាបាទហើយផងមកទៅចង់ដឹងចាំខ្ញុំបង្ហាញតាមពេលក្រោយទៀតថាតើគេក្រងแบบម៉េចហើយស្អីគេនៅពីក្រោយនៅពីក្រោយហ្នឹងហ៎ហ្នឹងហើយបាទឥឡូវចង់ដឹងអស់គ្នាឥឡូវមកមើលគេដាក់ផ្លាកន្លែងផ្លានេះបងប្អូនផ្លាបាទហាមចោលសម្រាមបាទហាមចោលសម្រាមប៉ុន្តែបងប្អូនអរគ្នាមើលមកនៅក្បែរកន្លែងផ្លាហ្នឹងវាមិនបងប្អូនស្ទើរតែសម្រាមតែហ្មងហើយកន្លែងចោលមិនមែនកន្លែងចោលសម្រាមទេប៉ុន្តែថាគាត់យកសម្រាមមកចោលហ្នឹងគឺមកចោលតាមហៅថាតាមចិញ្ចើមផ្លូវសាធារណៈដែលប្រជាពលរដ្ឋបាទចិត្តឆ្ងាយគេធ្វើដំណើរទៅមកហ្នឹងគេឃើញវាលែងមានសុខភាពហើយតាមពិតតាមផ្លូវហ្នឹងនៅស្រុកស្រែគឺទេសភាពស្អាតបាទស្អាតមែនទែនហ្មងណាបាទប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនវិជ្ជាតាមដងផ្លូវនឹងមិនល្អមិនស្អាតនេះក៏ដោយសារសម្រាប់ខ្ញុំមិនដឹងថាជាពលរដ្ឋឬក៏បងប្អូនណាទេដែលគាត់យកសម្រាប់មកចោលអញ្ចឹងបងប្អូនទាំងអស់គ្នាកន្លែងដែលចោលសម្រាប់នឹងមិនមែនតែមកកន្លែងនេះទេតាមដងផ្លូវនឹងហូរហាយរហូតហើយបងប្អូនមានដឹងថាផ្លូវនឹងទីតាំងនៅកន្លែងណាចាំខ្ញុំប្រាប់បងប្អូនខ្ញុំអត់មានបំភ្លើសឬក៏បំភ្លៃទេណាបាទទេលោកថាខ្ញុំមកនិយាយនេះបំពុលសង្គមអីមែនទេបាទផ្លូវនេះគឺផ្លូវពីផ្សារបាខមទៅកាន់ផ្សារតាស្នឹងបាទស្រុកព្រៃឈរបាទខេត្តកំពង់ចាមបាទមើលនេះបងប្អូនបាទនេះមិន AI ទេណាបងប្អូនបាទរូបភាពពិតបាទជាក់ស្ដែងបាទផ្លូវបាទស្អាតប៉ុន្តែមើលតាមដងផ្លូវទៅសម្រាប់ចាំមើលទៅមុខទៀតខ្ញុំនឹងថតសម្រាប់ឲ្យបងប្អូនបានមើលទៀតបាទថាតើសម្រាប់តាមដងផ្លូវហ្នឹងវាច្រើនប៉ុណ្ណាបាទឥឡូវចាំតាមដានជាមួយខ្ញុំទាំងអស់គ្នាទៀតបាទមកបងប្អូនឥឡូវខ្ញុំបានមកដល់កន្លែងសម្រាប់ទៀតហើយឥឡូវបងប្អូនទៅមើលជាមួយខ្ញុំទាំងអស់គ្នាហើយសម្រាប់នេះគឺនៅតាមដងផ្លូវដដែលទេតាមដងផ្លូវនេះគឺស្អាតទេបងប្អូនបាទប៉ុន្តែវាអត់សមជាមួយនឹងទេសភាពនៅជុំវិញហ្នឹងដោយសារតែសម្រាប់នោះស្អីស្អាតហើយបងប្អូនតាមមកបងប្អូនមកមើលជាមួយខ្ញុំដល់ទៀតខ្ញុំថាខ្ញុំចេះតែនិយាយនេះបងប្អូនសតតែសម្រាប់ទាំងអស់បាទសម្រាប់ដែលអត់ប្រយោជន៍មានសម្រាប់មានប្រយោជន៍ទេបាទរបស់ដែលមានប្រយោជន៍គេអត់យកមកចោលចឹងទេអានេះគឺជារបស់ដែលគ្មានប្រយោជន៍បាទនេះបងប្អូនដឹងសម្រាប់អស់លោកស្រីណាខ្លះទេបងប្អូនអើយបាទវាស្អីស្អាតមែនទេបាទខ្ញុំសូមអត់យល់ទេខ្ញុំជឿថាថ្នាក់ដឹកនាំអាជ្ញាធរមានហៅថាការជួយដំណឹងឬក៏ហាម5ប្រជាពលរដ្ឋរបស់គាត់ហើយប៉ុន្តែគេលោកប្រជាពលរដ្ឋរបស់គាត់នឹងអត់យល់ដឹងពីផ្នែកបរិស្ថានណាបាទតែបើអាជ្ញាធរខ្ញុំជឿថាគាត់នឹងជូនដំណឹងដល់ប្រជាពលរដ្ឋរបស់គាត់មិនឲ្យចោលសម្រាមនៅតាមដងផ្លូវសាធារណៈបាទនៅក្នុងឃុំមួយឃុំបឹងណាយបាទខ្ញុំឃើញខាងរដ្ឋបាលឃុំបឹងណាយគាត់បានដាក់ផ្លាកមួយពីការហាម5មិនឲ្យចោលសម្រាមតាមផ្លូវសាធារណៈបើសិនមានការចោលសម្រាមតាមសាធារណៈហ្នឹងនឹងមានការពិន័យតែនៅតាមដងផ្លូវពីផ្សារបខមទៅកាន់ផ្សារតាស្នឹងអត់ឃើញមានដាក់ផ្លាកទេមិនខ្ញុំយកសម្រាប់មកចោលទេណាបងប្អូនឃើញខ្ញុំកាន់ហ្នឹងបោះទៅខាងនោះហ្នឹងមិនមែនខ្ញុំអ្នកយកសម្រាប់មកចោលទេបាទខ្ញុំឃើញសម្រាប់នោះវានៅលើដងផ្លូវបាទសម្រាប់គេយកមកចោលឥឡូវខ្ញុំយកមកចោលចាបាទខ្ញុំយកមកចោលចានេះទៅសម្រាប់
សម្រាប់បងប្អូនផ្សេងណាnó làm mình